ธรรมดาចង់ធ្វើស៊ុបញ៉ាំខ្លួនឯងចំណាយពេលចង់កន្លះថ្ងៃត្រឹមតែធ្វើបានមួយឆ្នាំងលើកនេះចង់ញ៉ាំស៊ុបផិតត្រីបងប្អូនចំណាយពេលដល់10នាទីទេបានទាំងផិតត្រីបានទាំងទឹកស៊ុបឡើងឆ្ងាញ់អាចនិយាយបានថារសជាតិបែបហាងចំចំហ្មងឥឡូវនេះយើងទៅយកបន្លែនិងគ្រឿងធ្វើស៊ុបមាននៅផ្ទះស្រេចបើគិតជាលុយទៅមួយឆ្នាំងនេះបងប្អូនចំណាយដល់30000ទេសំខាន់បំផុតគឺមិនភ្លេចជាមួយនឹងដុំស៊ុបខ្នុរផិតត្រី3ខាំជាមួយនឹងបន្លែប្លុកផ្សេងៗញ៉ាំអាចបានដល់គ្នា4-5នាក់យើងត្រូវការជាមួយនឹងគល់ជីវ៉ាន់ស៊ុយនិងគល់ជីតាំងអូដើម្បីជំនួយក្លិនទឹកស៊ុបរបស់យើងឲ្យកាន់តែឈ្ងុយបន្លែ4មុខនេះទុកជំនួយទឹកស៊ុបឲ្យកាន់តែជាតិល្អសម្រាប់បន្លែដែលយើងញ៉ាំជាមួយស៊ុបវិញបងប្អូនអាចរើសបានតាមការចូលចិត្តធ្វើទឹកស៊ុបមិនចាំបាច់តែមានឆ្អឹងស៊ុបបញ្ជាតិឆ្ងាញ់ទេគ្រាន់តែយើងមានដុំស៊ុបខ្នុរមួយដុំនៅផ្ទះជាមួយនឹងបន្លែប្លុកតិចតួចលាយគ្នាមកធ្វើឲ្យទឹកស៊ុបរបស់យើងកាន់តែជាតិកាន់តែឈ្ងុយឥឡូវនេះយើងកំពុងតែហាន់គល់ខ្ទឹមជាមួយនឹងជីវ៉ាន់ស៊ុយទុកបងក្នុងទឹកស៊ុបពេលរៀបញ៉ាំនិងទុកបន្តិចក៏ច្រាំវាឲ្យម៉ត់ជាមួយនឹងខ្ទឹមសមកកំពឹសទុកលីប្រហិតហើយថែមរសជាតិចូលឲ្យហើយស្ករមួយចុងលាព្រាម្សៅស៊ុបមកមួយចុងស្លាបព្រានិងប្រេងឆាមួយស្លាបព្រាបាយច្របល់ឲ្យសព្វរួចយើងបោកប្រហិតនឹងឲ្យយូរទៀតបងប្អូនដើម្បីឲ្យសាច់ប្រហិតរបស់យើងស្វិតហើយទន់ឆ្ងាញ់យើងថែមគ្រឿងក្រៅទៅប៉ុណ្្នឹងប្រហិតត្រីរបស់យើងមានក្លិនឆ្អាបទេនិយាយទៅក្លិនឈ្ងុយល្អហើយវាស្វិតទន់ឆ្ងាញ់ទៀតចង់ញ៉ាំបៀដាក់បៀចង់ញ៉ាំមូលលុញមូលបើមានសាច់គោហើយនឹងបកាពងមាន់2គ្រាប់ទៀតកាន់តែអែមហ្មងគ្រឿងក្រៅសម្រាប់ញ៉ាំជាមួយស៊ុបរបស់យើងមានតែប៉ុណ្្នឹងឯងបន្លែប្លុកហើយនៅផិតត្រីពិសេសគ្រឿងលីងជំនួយឲ្យឈ្ងុយយើងដាក់ឆ្នាំងថែមខ្លាញ់បន្តិចមករួចបង់គ្រឿងមានកូឡក្រៃរំដេងស្លឹកក្រូចជីវ៉ាន់ស៊ុយគល់ជីតាំងអូខ្ទឹមសខ្ទឹមក្រហមនិងខ្ទឹមបារាំងបន្តិចលីងគ្រឿងឲ្យឡើងឈ្ងុយសិនសម្រាប់យើងចាក់ទឹកចូលចិត្តកន្លះឆ្នាំងបន្ទាប់មកបិទគម្របទុកចោលដើម្បីឲ្យគ្រឿងរបស់យើងចេញក្លិនមកឈ្ងុយកាន់តែខ្លាំងហើយសំខាន់បន្លែរបស់យើងមានដូចជាការ៉ុតគួរឆៃថាវហើយនឹងពោតស៊ុបមួយឆ្នាំងតូចនេះខ្ញុំដាក់តែដុំស៊ុបខ្នុរមកប្រអប់តូចទេមិនបាច់ចំហិតថែមគ្រឿងក្រៅទេរសជាតិមកល្មមហ្មងបើសិនជាបងប្អូនធ្វើច្រើនជាងនេះកូនគ្រឿងតាមនឹងទៅហើយដល់ពេលបន្លែរបស់យើងងាស់បានប្រហែលជា8នាទីហើយយើងក៏ស្រង់ចេញមកព្រោះថាវាចេញជាតិដែរតែប៉ុណ្្នឹងបើសិនជាមានពេលយើងចង់ងាស់យូរជាងហ្នឹងក៏បានដាក់ការ៉ុតនិងពោតចូលវិញហើយថែមប្រហិតមកប្រហិតមូលហើយនឹងប្រហិតដែលយើងបានបៀកមុនដែលយើងបានវាយមុនហ្នឹងបងប្អូនបៀកចូលមកមិនធ្វើអីវិញឆ្ងាយច្រើនតែប៉ុណ្្នឹងឆ្ងាញ់យត់តាមអស់ហើយឃើញឡើងតំណងគួរឲ្យចង់ញ៉ាំទុកតែមួយពូហ្នឹងប្រហិតត្រីរបស់យើងក៏ឆ្អិនល្មមដែរចឹងខ្ញុំលាយទឹកជ្រលក់ដាក់ទឹកតាហូជាមួយនឹងទឹកម្ទេសបន្តិចជ្រលក់ញ៉ាំទៅតែប៉ុណ្្នឹងឆ្ងាញ់យត់តាមមិនអស់សំខាន់ប្រហិតត្រីរបស់យើងឡើងឈ្ងុយហើយញ៉ាំទៅច្រប់វាស្វិតតិចចាក់បកាចូលមុនមកហើយបន្លែខៀវដាក់ទាំងអស់ទៅបងប្អូនហើយបន្លែខៀវអត់នេះមិនចាំឲ្យឆ្អិនពេកទេត្រឹមតែមួយសពបជ្រលក់ញ៉ាំទៅអូយជាតិណាស់ហើយស៊ីកូក៏អញ្ចឹងដែរញ៉ាំស៊ីកូនឹងឆ្អិនតិចវាសាច់វានៅតុនហើយផ្អែមឆ្ងាញ់ហ្មងមើលប្រហិតត្រីយើងប៊ីហើយពេលដែលឆ្អិនទៅបងឃើញសាច់ឡើងល្អមែនទែនពេលដាក់ចូលមាត់ទៅមានអារម្មណ៍ថាវាតុនហើយស្វិតខាំទៅរៀងច្រប់ជាតិបាច់ភ័យរឿងធាត់ទេបងប្អូនតែបានរបស់ឆ្ងាញ់អញ្ចឹងអត់ដាក់ខ្លួនឯងទៅមកស្រក់គីឡូឯងទៅឆ្អីហើយប្រហិតត្រីឲ្យតែថាយើងបោកវាដល់កម្រិតទៅសាច់ប្រហិតយើងគឺឆ្ងាញ់ណាស់ហើយលាយគ្រឿងប៉ុណ្ណឹងទៅឈ្ងុយទាំងបន្លែទាំងអីគឺថាជាតិសូមមួយឆ្នាំនេះចំណាយពេលត្រឹមតែ10នាទីអីបានញ៉ាំហើយថាជុំគ្នាចុងសប្តាហ៍មិនដឹងធ្វើអីញ៉ាំអាចសាកមើលធ្វើស៊ុបប្រហិតត្រីបានបងប្អូនរបៀបធ្វើនឹងគ្រឿងផ្សំងាយស្រួលខ្លាំងណាស់បងប្អូនដែលមិនចេះធ្វើសោះក៏អាចធ្វើបានដែរហើយរសជាតិមិនចាញ់ហាងហ្មងទេខ្ញុំហ៊ានធានាឲ្យទិញតែសាច់ទិញតែបន្លែមកទឹកពុះបានញ៉ាំហ្មងដល់រដូវភ្លៀងហើយបងប្អូនពេលធ្វើស៊ុបញ៉ាំមកកុំភ្លេចជាមួយនឹងដុំស៊ុបខ្នុរនៅមានឱកាសច្រើនរង្វាន់ជាច្រើនអរគុណច្រើនបងប្អូនជួបគ្នាវីដេអូក្រោយបាយ